ហើយនេះជារថយន្តដែលបានឆ្លងកាត់ការពូលាបែបខូតទីងសង្កេតទៅមើលលើទឹកថ្នាំគឺវាស្រស់ស្អាតឆ្លោះចាំងមែនទែនហើយមុននឹងយើងបានសភាពបែបនេះយើងត្រូវចំណាយពេលច្រើនខ្លាំងមែនទែនទន្ទឹមទទួលបានលទ្ធផលដូចក្នុងវីដេអូនេះតើបងប្អូនទៅមើលទាំងអស់គ្នាថាខ្ញុំធ្វើមិនខ្លះដំបូងយើងត្រូវយករថយន្តទៅលាងឬរលសិនប៉ុន្តែខ្ញុំបានថតទេអានេះថតកាត់មកចូលក្នុងឃ្លាំងតែម្ដងទៅមកទៀតយើងក៏ត្រៀមឧបករណ៍ឲ្យរួចរាល់មានដូចជាបាយខាត់មីថ្នាំលេខ1លេខ2ដល់លេខ3ហើយនឹងសកតទេហើយក៏លេខមកមើលឡយរថយន្តរបស់យើងវិញនេះគឺស្នាមឡយឈោតទូចច្រើនមែនទែនបច្ចេកនៅបងប្អូននេះគឺជារថយន្តដែលថាទៅនឹងបើកកេះទេប៉ុន្តែនៅទៅវាមានឡយស្នាមគោទូចច្រើនខ្លាំងព្រោះថាមុននឹងគេលក់ឡានដាច់គេត្រូវតែចតក្នុងឃ្លាំងចូលហើយណាមួយអាចតែចតហាលក្តៅឬមួយក៏ចតកន្លែងអាចកើតស្នាមកូដបានជាពិសេសគេអាចតែយកទៅឡានទៅលាងណែណោះទៅអាចតែជូតកណាត់អត់សល្អកណាត់ដែលវារឹងបណ្ដាលឲ្យហៅថាមានស្នាមកូដទូចណែបើយើងសង្កេតមើលដោយភ្នែកធម្មតាអត់បានដាក់ភ្លើងគឺអត់ឃើញទេប៉ុន្តែបើយើងយកភ្លើងឈូលមកគឺឃើញច្បាស់កលែតតែម្ដងតែមកទៀតយើងក៏ចាប់ផ្ដើមពូលីខ្ញុំចាប់ផ្ដើមដេញវាលេខ1ទៅនឹងពងគេហៅពងណាមว่าថៃว่าខ្មែរអត់ដេញទៅហើយទេដោយសារតែឡាននេះគឺជាឡានប្រភេទពើខ្មៅហើយពើវាអាចจะរៀងទន់យើងប៉ះអត់បានចឹងណាសូម្បីតែខ្ញុំខាត់នឹងពងណាមនេះហើយនោះតែវាកើតលយបៃទៀតមកលហើយបើយើងខាត់នឹងរោមជាមវាច្បាស់ណាស់ថាយើងចប់ការងារយ៉ាមកលហើយយើងក៏ស្រេចចិត្តលងនឹងពងណាមហើយខាត់នឹងទឹកថ្នាំលេខ1មកយើងបងប្អូនអត់បាច់សួរទេតែខ្ញុំចំណាយពេលប៉ុណ្ណាគឺឡាននេះខ្ញុំចំណាយពេលមួយយប់ហើយនឹងមួយថ្ងៃពេញបឺបទៀតយើងខាត់ដេញពីលេខ1លេខ2ទៅដល់លេខ3ហើយមួយលេខយើងចំណាយពេលយូរខ្លាំងមែនទែនដោយសារតែយើងចង់ឲ្យការងារវាចេញមកវាស្រស់ស្អាតដូចអ្វីដែលយើងរំពឹងទុកហើយការពូលានេះខ្ញុំពូលាបែប coating បែបស្តង់ដាប្រទេសជប៉ុនព្រោះខ្ញុំរៀនពីក្រុមហ៊ុនដែលខ្ញុំធ្លាប់ណូចាស់នោះជាក្រុមហ៊ុនជប៉ុនមិនគេមកបរិញ្ញាដោយត្រង់ហើយកាលនោះខ្ញុំនៅជាក្មេងលៀងឡានទេហើយយើងក៏សិក្សាមករហូតដែរខ្ញុំនៅជាមួយក្រុមហ៊ុននោះក៏បានច្រើនឆ្នាំដែរមកឡើយខ្ញុំក៏អាចឡើងជាជាងកាលខ្ញុំនៅណាក្រុមហ៊ុននោះគេមានប្រឡងមានអីត្រឹមត្រូវប្រឡងទាំងពីការលៀងឡានដល់ពីការពូលាហើយចុងក្រោយក៏ប្រឡងនឹង coating ដែរឡើយខ្ញុំប្រឡងជាប់ក៏បានឡើងកើតជាជាងមកខ្ញុំក៏បានចាញ់ពីកន្លែងនោះមកនៅកន្លែងផ្សេងទៀតខ្ញុំក៏ចាប់ផ្ដើមដើរទទួលការងារខ្លួនឯងដែរសប្តាហ៍នេះនៅប្រទេសថៃទេអត់មាននៅប្រទេសខ្មែរទេណាបងប្អូនខ្លះយល់ច្រឡំថាខ្ញុំធ្វើនៅខ្មែរប៉ុន្តែអត់មានទេខ្ញុំនៅថៃចឹងនេះយើងបានមកយើងក៏តយត់មករឿយគេហៅថាឈ្មោះទៅមុខតទៀតនៅណាបងប្អូនហើយការពូលាបែប coating នេះសម្រាប់បងប្អូនដែលថាស្រឡាញ់ពើរថយន្តផ្នែកខាងក្រៅវាគឺវាត្រូវមែនទែននឹងចំណចិត្តរបស់បងប្អូនព្រោះវាជួយឲ្យឡានយើងមើលទៅភ្លឺថ្លារលោងគ្រប់ពេលវេលាណាបងប្អូនណាមួយតម្លៃវាក៏រៀងសមរម្យជាងការបិទ scoot ឬមួយក៏បិទ screen មួយដែរប៉ុន្តែបើគុណភាពប្រៀបធៀបនឹង film នោះគឺវាស៊ូការបិទ film អត់បានទេបិទ film វាការពារបានច្រើនជាងការពារបានល្អជាងតែផ្ទុយទៅវិញគឺតម្លៃវារៀងថ្លៃប៉ុន្តែមើលថាការពូលាបែប coating នេះតម្លៃវាអ្វីដែលខ្ញុំចង់បញ្ជាក់បងប្អូនគឺបងប្អូនឧទាហរណ៍ណានេះបើសិនជាបងប្អូនពូលាបែប coating នេះត្រឹមតែ2ឆ្នាំម្ដង3ឆ្នាំម្ដងក៏បានដែរសម្រាប់យន្តយើងក៏វាឡើងមកថ្មីស្អាតដដែលហើយជាមួយនឹងការគេហៅថាចំណាយរបស់យើងគឺវាទាបខ្លាំងបិទ film នោះឆ្ងាយមែនទែនអានេះគឺខ្ញុំជាការប្រៀបធៀបមួយគឺប្រៀបធៀបតម្លៃទេថាបងប្អូនអត់ចង់ចំណាយច្រើនក៏យើងមិនបាច់ទៅបិទ scoot ក៏បានដែរយើងគ្រាន់តែខាត់ពូលា2ឆ្នាំ3ឆ្នាំយើងខាត់ម្ដងក៏រថយន្តយើងវាត្រឡប់មកភាពស្អាតដូចដើមដែរបងប្អូនហើយខ្ញុំអត់មានមកខាត់กระดาษทรายរួចបានខ្ញុំពូលាទេគឺវាធ្វើឲ្យទឹកថ្នាំយើងវាស្ដើងពេលយើងធ្វើអញ្ចឹងប៉ុន្តែអានេះផ្ទុយទៅវិញខ្ញុំដេញពីការពូលាបែបស្តង់ដាអត់យកกระดาษทรายមកខាត់ឲ្យវាភ្លឺរលោងទេនេះគឺទឹកថ្នាំពិតហើយទឹកថ្នាំដែលខ្ញុំប្រើក៏អត់មានតម្លៃគេហៅថាតម្លៃទាបដែរគឺខ្ញុំយកតែស្តង់ដាទេខ្ញុំប្រើជាមួយនឹង 3M ដេញស្រាប់ហើយក្រុមហ៊ុន 3M វាល្បីខ្លាំងមែនទែនខ្ញុំយកមកប្រើហើយជាមួយនឹងទឹកថ្នាំ coating មកយើងនេះខ្ញុំប្រើរបស់ក្រុមហ៊ុនធំផ្ទាល់បណ្ដោយតែខ្ញុំបានទិញតម្លៃពីរោងចក្រគេវាអាចទៅទាបហើយណយរាកាខ្ញុំតម្លៃដែលខ្ញុំចេញធ្វើខ្ញុំអាចយកពីបងប្អូនបានទៀបដូចគ្នាហើយបងប្អូនណាដែលមានចំណង់ចំណូលចិត្តទាក់ទងខ្ញុំធ្វើបានជាមួយនឹងការពូលា coating នេះខ្ញុំមិនឲ្យបងប្អូនខកចិត្តទេទឹកដៃបើមិនស្អាតគឺខ្ញុំមិនយកលុយពីបងប្អូនទេហើយអ្វីដែលកាន់តែសំខាន់គឺទឹកថ្នាំនេះយើង coating តែម្ដងជាប់3ទៅ4ឆ្នាំហ្នឹងបងវាជាប់បានយូរខ្លាំងមែនទែនហើយវានៅលើការមើលថែរបស់បងប្អូនមួយសារទៀតណារបស់របរវាត្រូវតែចាស់យើងមើលថែបានល្អវាក៏នៅជាមួយយើងកាន់តែយូរហើយជាចុងក្រោយខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានចូលទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ចំណាយពេលដ៏មានតម្លៃបងប្អូនចូលមកទស្សនាហើយបងប្អូនដែលចង់ធ្វើក៏អាចទាក់ទងមកខ្ញុំបានឈ្មោះ Facebook រៀនមួយនេះឬមួយក៏ទេតាមលេខក៏បានដែរ